រឿងតៃនិងមេរៀននៃភ្នំផ្កាយកាលពីយូរលង់ណាស់មកហើយក្នុងព្រៃជ្រៅដ៏ខៀវស្រងាត់មានភ្នំមួយខ្ពស់សន្លឹមរហូតដល់ពពកដែលអ្នករាល់គ្នាតែងហៅថាភ្នំផ្កាយរៀងរាល់5ឆ្នាំម្ដងព្រះរាជាតោនឹងរៀបចំការប្រកួតឡើងភ្នំនេះដើម្បីស្វែងរកសត្វដែលមានបេះដូងដៃថែបពោលគឺជាអ្នកដែលមានភាពតស៊ូមោះមុតតៃគឺជាកូនអណ្ដើកតូចមួយដែលមានជើងខ្លីៗនិងសម្បកខ្នងក្រាស់ហើយថែមទាំងធ្ងន់ទៀតផងនៅពេលដែលគេចុះឈ្មោះចូលរួមប្រកួតសត្វទាំងឡាយនាំគ្នាផ្អើលសើចរំពងពេញព្រៃមើលចុះសំបីតែខ្យងក៏ដើរលឿនជាងវាដែរចូលឯងសំអាងអីបានជាហ៊ានចុះឈ្មោះចូលរួមប្រកួតឡើងភ្នំផ្កាយដ៏សែនខ្ពស់បែបនេះសត្វស្វាសោចផ្ទៀងផ្អងទន្សាយដែលអំនួតក៏និយាយចំអកថាតៃអើយឯងទៅផ្ទះវិញទៅដេកចាំមើលពួកយើងទទួលមេដាយនៅលើកំពូលភ្នំតាមរយៈកែវយិតពីក្រោមនេះទៅចុះព្រោះថាឯងនឹងគ្មានថ្ងៃអាចឡើងទៅដល់កំពូលភ្នំនោះបានទេតៃមិនតបតនឹងពាក្យសើចចំអកទាំងនោះឡើយគេគ្រាន់តែញញឹមតិចហើយចាប់ផ្ដើមរៀបចំស្បែកជើងនិងទឹកបន្តិចបន្តួចសម្រាប់ដំណើរដ៏វែងឆ្ងាយមួយនេះនៅពេលដែលការប្រកួតបានចាប់ផ្ដើមសត្វស្វាក្តាន់និងទន្សាយបោះពួយលឿនដូចព្រួញបាត់ស្រមោលចំណែកឯតៃឯនេះវិញក្នុង1នាទីគេដើរបានត្រឹមតែ10ជំហានតែប៉ុណ្ណោះគ្រប់ដំណើរផ្សងទាំងអស់មុននឹងទទួលបានជោគជ័យសុទ្ធតែជួបនឹងការលំបាកចុះទម្រាំតែដំណើរដ៏សែនវែងឆ្ងាយបែបនេះជារឿងធម្មតាតែងតែមានឧបសគ្គរារាំងចំពោះឧបសគ្គដំបូងដែលតៃត្រូវជួបប្រទះនោះគឺកម្ដៅថ្ងៃនៅពេលថ្ងៃត្រង់ពន្លឺព្រះអាទិត្យក្ដៅហាក់ដូចជាភ្លើងសត្វខ្លះដែលរត់លឿនពេកចាប់ផ្ដើមអស់កម្លាំងនិងស្រេកទឹកជាខ្លាំងពួកគេឈប់សម្រាកនៅក្រោមដើមឈើហើយដោយក្តីអស់កម្លាំងខ្លាំងផងនោះពួកគេក៏បានលងលក់ទៅប៉ុន្តែតៃវិញទោះបីជាបែកញើសហូរស្រោចមុខក៏គេមិនឈប់ដែរហើយគេថែមទាំងបានប្រាប់ខ្លួនឯងទៀតថាដរាបណាជើងនៅតែឈានទៅមុខនោះចម្ងាយផ្លូវនឹងកាន់តែខ្លីបើទោះបីជាគេបានឆ្លងផុតនៅឧបសគ្គដ៏លំបាកនេះហើយក៏ដោយក៏ប៉ុន្តែឧបសគ្គបន្ទាប់បាននឹងកំពុងរងចាំគេរួចស្រេចបាត់ទៅហើយនោះគឺជាជ្រលងថ្មរអិលនៅពាក់កណ្ដាលផ្លូវមានជម្រាលភ្នំដែលពោពេញដោយថ្មអិលតៃបានរអិលដួលផ្ងាជើងជាច្រើនដងការផ្ងាជើងសម្រាប់អណ្ដើកគឺជាការលំបាកបំផុតក្នុងការងើបឡើងវិញប៉ុន្តែតៃមិនបានបោះបង់នោះទេគេបានប្រើក្បាលនិងជើងខំប្រឹងប្រោកប្រាក់រហូតងើបឈរបានវិញគេមិនរអ៊ូគេមិនយំគេគ្រាន់តែបន្តដើរមុខជានិច្ចនៅមិនទាន់ចប់ប៉ុណ្ណេះនោះទេឧបសគ្គបន្ទាប់ដែលរារាំងតៃនោះគឺការលបួងលួងលោមឲ្យបោះបង់នៅជិតដល់កំពូលភ្នំតៃបានជួបជាមួយនឹងសត្វកំប្រុកមួយវាបានហុចផ្លែឈើដ៏ផ្អែមឆ្ងាញ់មកឲ្យតៃហើយបានប្រាប់ថាឈប់ទៅតៃឯងគង់តែទៅដល់ក្រោយគេដដែលនឹងសម្រាប់ញ៉ាំអីឲ្យសប្បាយចិត្តនៅទីនេះតែម្ដងទៅខំនាំតែហត់លំបាកខ្លួនធ្វើអីតៃអរគុណប៉ុន្តែបានឆ្លើយតបទៅវិញថាខ្ញុំត្រូវតែទៅឲ្យដល់ទីព្រ័ត្រដើម្បីដឹងថាខ្លួនឯងខ្លាំងប៉ុណ្ណាទោះបីជាខ្ញុំប្រហែលជាទៅដល់ក្រោយគេក៏ពិតមែនតែយ៉ាងហោចណាស់ខ្ញុំក៏អាចសម្រេចគោលដៅរបស់ខ្ញុំបានដែរមេឃចាប់ផ្ដើមងងឹតសត្វទាំងឡាយនៅកំពូលភ្នំកំពុងរងចាំមើលអ្នកឈ្នះភ្លាមនោះរឿងនឹកស្មានមិនដល់ក៏បានកើតឡើងស្រមោលតូចមួយបានលេចឡើងនៅតាមចន្លោះពន្លឺផ្កាយវាគឺជាតៃគេបានដើរជាមួយជំហានខ្លីៗមកដល់ទីព្រ័ត្រដោយកម្លាំងចុងក្រោយព្រះរាជាតោបានប្រកាសថាអ្នកឈ្នះពិតប្រាកដមិនមែនជាអ្នកដែលមានល្បឿនលឿនជាងគេនោះទេប៉ុន្តែគឺជាអ្នកដែលមិនដែលគិតចង់បោះបង់ទោះបីជាស្ថិតក្នុងស្ថានភាពលំបាកបំផុតក៏ដោយសត្វស្វានិងទន្សាយដែលបានដេកលក់នៅពាក់កណ្ដាលផ្លូវហើយទើបតែមកដល់តាមក្រោយមានភាពអៀនខ្មាស់ជាខ្លាំងពួកគេបានយល់ថាភាពឆ្លាតវៃនិងកម្លាំងនឹងគ្មានន័យអ្វីឡើយបើខ្វះការតស៊ូព្យាយាមខ្លឹមសារអប់រំនៃរឿងនេះភាពមិនបោះបង់មិនថាអ្នកដើរយឺតប៉ុណ្ណាឡើយសំខាន់គឺអ្នកមិនឈប់ដើរទំនុកចិត្តលើខ្លួនឯងកុំឲ្យសម្ដីអ្នកដទៃមកកំណត់វាសនារបស់អ្នកភាពអត់ធ្មត់ផ្លូវទៅកាន់ភាពជោគជ័យតែងតែមានឧបសគ្គប៉ុន្តែការអត់ធ្មត់នឹងនាំយើងទៅដល់គោលដៅចុះប្រសិនបើអ្នកជាតៃហើយដួលផ្ងាជើងនៅពាក់កណ្ដាលផ្លូវតើអ្នកនឹងធ្វើដូចម្ដេច